ពីបាក់ចល័តស្នូលក្អៅមែនទេអាចមកមើលស្នូលក្អៅនេះបានបងប្អូនអាចចល័តគ្រប់ទីកន្លែងមិនថាតាមខេត្តតាមស្រុកអាចចល័តបានងាយស្រួលបងប្អូនតោះទៅមើលការដំឡើងទាំងអស់គ្នាបងប្អូនជាដំបូងយើងត្រូវយកតសវាយកមកដាក់ព្រាយមុនបងប្អូនបន្ទាប់មកយើងយកជើងតពុកវាខាងក្រោមដើម្បីផ្ទាក់ភ្ជាប់នឹងតសវាបងប្អូនផ្ទាក់មួយចំហៀងហើយចាំយើងផ្ទាក់មួយចំហៀងទៀតបងប្អូនដើម្បីឲ្យវាជួយទប់គ្នាបងប្អូនតមកទៀតបានយើងយកដែកស្នូលខាងលើដើម្បីផ្ទាក់ជាអានឹងគេហៅបើផ្ទះគេហៅថ្នឹមបងប្អូនផ្ទាក់វាអញ្ចឹងមកបងប្អូនតមកយើងដាក់ខាងលើមួយទៀតស្នូលក្អៅនេះវាមាន3ស្នួរបងប្អូនអាចហាក្អៅបានហើយជា3កត្រកដែរបងប្អូននេះវីដេអូដែលខ្ញុំសាកល្បងហាលឲ្យបងប្អូនមើលបើបងប្អូនចាប់អារម្មណ៍អាចធ្វើបានបងប្អូនធ្វើស្នូលក្អៅរបៀបនេះវាងាយស្រួលបងប្អូនពេលយើងហាលហើយងាយស្រួលទុកដាក់កន្លែងឆ្អៀតទីធ្លាតូចឯអាចទុកបានបងប្អូនវាមិនចង្អេងចងាងពិបាករកកន្លែងទុកដាក់បងប្អូនចំណែកស្នូលក្អៅនេះគ្មានទេនៅលើទីផ្សារបងប្អូនតតែបងប្អូនច្នៃដោយខ្លួនឯងបងប្អូនបានមានចំណែកស្នូលក្អៅនេះខ្ញុំធ្វើដើម្បីប្រើខ្លួនឯងទេបងប្អូនធ្វើរបៀបនេះវាងាយស្រួលបងប្អូនយើងចង់ទុកដាក់អីក៏វាស្រួលដែរពេលយើងហាលហើយយើងសាវាយកទៅទុកក្នុងផ្ទះវាងាយស្រួលពេលយើងប្រើយើងយកមកដំឡើងវាវិញទៅធម្មតាវិញបងប្អូនធ្វើបែបនេះវាប្រើបានយូរបងប្អូនវាមិនងាយច្រេះទេពេលយើងប្រើយើងយកទៅទុកក្នុងផ្ទះវាស្រួលវាប្រើបានយូរងាយតាណាទេបងប្អូនស្នូលក្អៅនេះប្រើរាប់ឆ្នាំពេលយើងហាលហើយយើងដោះវាបែបនេះមកបងប្អូនដោះដូចពេលយើងដំឡើងអញ្ចឹងបងប្អូនវាងាយស្រួលដំឡើងងាយស្រួលដោះបងប្អូនយើងធ្វើរបៀបនេះយល់រួមងាយទេបងប្អូនស្នូលក្អៅណាមួយវាងាយស្រួលយើងទុកដាក់ចង់ចល័តទៅណាក៏បានវាមិនពិបាកលើកចង្អេងចងាយពេលយើងដោះយើងលើកអញ្ចឹងមកបងប្អូនវាមានកលៈព្រោះយើងធ្វើកលៈអញ្ចឹងងាយស្រួលដោះបងប្អូនពេលយើងដោះហើយវាមើលទៅមិនច្រើនទេបងប្អូនតែបន្តិចនេះណាមួយយើងងាយស្រួលលើកផងតែឯងអីលើកបាន